ឃាត់ខ្លួនមេបញ្ជាការរងវរៈសេនាតូចការពារព្រំដែន891ពីរនាក់មេប៉ុ1នាក់មន្ត្រី3នាក់ពាក់ព័ន្ធបទល្មើសនាំជនជាតិថៃឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់នៅយប់ថ្ងៃទី8ខែតុលាឆ្នាំ2025ទីហ៊ានគង់ពលលេខ51និងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដឹកនាំបញ្ជាដោយលោកឧត្តមសេនីតូសេងធីរិនមេបញ្ជាការរងនិងជានាយសេនាធិការយោធាភូមិភាគ5បានឃាត់ខ្លួនមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យចំនួន6នាក់ពាក់ព័ន្ធបទល្មើសនាំមនុស្សឆ្លងដែនខុសច្បាប់និងចំនួនប៉ុស្តិ៍ការពារព្រំដែនគោកអូឡេហុងមន្ត្រីនគរបាលដែលត្រូវឃាត់ខ្លួនរួមមាន 1. លោកវរៈសេនីត្រីសុខសំអុលហៅតុងតួនាទីមេបញ្ជាការរងវរៈសេនាតូចការពារព្រំដែន891ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ 2. លោកវរៈសេនីត្រីព្រំដែនភេទតួនាទីមេបញ្ជាការរងវរៈសេនាតូចការពារព្រំដែន891ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ 3. លោកវរៈសេនីត្រីព្រំផហៅងឹកតួនាទីមេប៉ុស្តិ៍នគរបាលការពារព្រំដែនគោកអូឡេហុងវរៈសេនាតូច891 4. លោកពលបាលត្រីព្រំដុនតួនាទីមន្ត្រីវរៈសេនាតូច891 5. លោកពលបាលត្រីកសេងត្រីតួនាទីមន្ត្រីវរៈសេនាតូច891 6. លោកអនុសេនីតូភូមិចម្រើនតួនាទីមន្ត្រីវរៈសេនាតូច891 7. ឈ្មោះងឹកមិថុនាតួនាទីចុងភៅមិនពាក់ព័ន្ធទេបន្ទាប់ពីឃាត់ខ្លួនរួចហើយមន្ត្រីនគរបាលទាំងនោះត្រូវបានប្រគល់ជូនទៅសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្តមន្ត្រីពាក់ព័ន្ធបទល្មើសមានចំនួន6នាក់ដោយឡែកចុងភៅគ្មានការពាក់ព័ន្ធទេមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការតាមច្បាប់